តាំងទូទៅថាតបសាធារណរដ្ឋនឹងដល់ក្រោយមកមានអំពើពុករលួយជិះពេញនៅក្នុងតបសាធារណរដ្ឋដែលមានលោកឧត្តមសេនីយ៍ខ្លួនឯងជាបញ្ជាការថាតបខ្លះមាន10000ទេក៏តាមការពិតវាមិនដល់10000ទេខ្លះក៏រឿងរ៉ាវធំព្រមទាំងលោកឧត្តមសេនីយ៍ខ្លួនឯងអំពើពុករលួយទៅលើមានបោកជាអីហ្នឹងតើត្រង់នេះលោកឧត្តមសេនីយ៍យល់យ៉ាងម៉េចដែរដើម្បីឆ្លើយបំភ្លឺបងប្អូនជនជាតិត្រង់នេះមានការច្រឡំយ៉ាងជ្រុលណាស់សូមជ្រាបថាដល់200,000នាក់ដែលបញ្ចេញទៅវាយចម្បាំងនេះគេមើលមិនឃើញត្រង់ដែលពេទ្យនៅភ្នំពេញពេញទាំងអស់រាល់ថ្ងៃយើងដុតខ្មោចខ្លួនខ្ញុំជាមេបញ្ជាការតបគឺទៅចេញទៅបូជាសពទាហានយើងមួយថ្ងៃយ៉ាងហោចណាស់ទៅជាង100នាក់រឿងអ្នករបួសដឹកយកទៅដាក់ពេទ្យទាហានផងដាក់គ្លីនិកផងដាក់កន្លែងកើតកូនទៀតដាក់គ្រប់ទាំងអស់គឺមួយថ្ងៃប្លេសេយ៉ាងតិចណាស់1000នាក់ចែកទៅគ្រប់កន្លែងត្រង់នេះគ្មានអ្នកណាមើលឃើញខ្ញុំមិនមែននិយាយត្រង់នេះថាអត់មានពុករលួយទេមានតែមានតែខ្ញុំចង់ជំរាបរឿងនេះសិនជំរាបឲ្យវាទៅឲ្យសមហេតុសមហេតុសមផលគឺទៅនិយាយកបฏធ្វើហាក់ដូចទាហានអត់ធ្វើអីសោះបើនិយាយរបៀបខ្ញុំឃើញទាហានបានដូចជាជីវិតច្រើនហ៊ានទៅមកវាត្រូវគ្រាប់ហ៊ានបាញ់ទេបើគេបាញ់វិញវាងាប់ដុតដូចខ្ញុំជំរាបមួយថ្ងៃរាប់ពាន់រួចទឹកភ្នែកនឹងយោធនាអស់យើងជាអ្នកទទួលខុសត្រូវក្នុងកងទ័ពដុតខ្មោចមួយប្រពន្ធកូនគ្នាមកយំអបអូយឪយកប្តីជុំទៅស្លាប់អញ្ចឹងឪហើយឪរាល់ថ្ងៃបើទៅពេទ្យគឺក្បត់ដៃក្បត់ជើងយំប្រពន្ធយំមកគឺតែយើងត្រូវទទួលទាំងអស់ក្នុងការវេទនារបស់ទ័ពរបស់ជាតិសំកាត់ប្រសារឿងដែលពុករលួយជប់ទៅដល់នោះទៀតក្នុងពេលដែលត្រួតការអស់នឹងអាមេរិកកាំងអស់លោកនៅស្រុកអាមេរិកដឹងហើយអាមេរិកកាំងដែលឲ្យលុយយើងអត់ឈួតទេវាតាប់កុងត្រូលវាដឹងមានកដាស់ស្នាមវាដឹងបាទវាមកប្រាប់យើងទៅទៀតថាប្រយ័ត្នខាងបាត់ដំបងលួយច្រើនណាស់រួចទាហានដែលថាស្លាប់មិញហ្នឹងទាហានក្នុងមួយបាត់យងត្រូវមាន500ខ្ញុំថាត្រូវមាន500ជួនកាលវាមិនមានដល់500ចេញច្បាំងភាសាមកវិញអស់100ឬក៏អស់50នាក់50នឹងតែម្ដងបាទភ្លាមនឹងតែម្ដងភ្លាមនឹងតែម្ដងចេញមកវិញអស់50នាក់បាត់ហើយងំបាទព្រោះរបួសចូលពេទ្យដេកទៅដល់ស្រុកយើងទាហាននៅខ្ចីពេកសាធារណរដ្ឋកើតមកហ៊ានតស៊ូមិនមែនតែទាហានទេយើងត្រូវត្រួតមើលជីវពលយើងត្រូវត្រួតមើលនារីក្លាហានយើងត្រូវត្រួតមើលនិស្សិតដែលកាន់គ្រឿងអាវុធមកការពារជាមួយយើងចូលក្នុងបាតយងប្រថងមកធ្វើការជាមួយក្លាហានណាពីព្រោះលោកណូចំនួនប្រកាសថានគរយើងមានអាសន្ននគរយើងមានចម្បាំងហើយបងប្អូនរួមជាតិត្រូវនាំគ្នាចូលមកខ្មែរចូលមកអឹកក៏ធឹកយ៉ាងច្រើនចូលមកសុំធ្វើទាហានចូលមកសុំហាត់តែ24ម៉ោងដឹកគ្នាយកទៅវិញខ្ញុំបាទសូមកាត់ប្រសាសន៍ឧត្តមសេនីយ៍ពីការចំនួនសាធារណរដ្ឋឧត្តមសេនីយ៍ក៏ឃើញដែរមានកសែតនៅក្នុងស្រុកខ្លះក៏បានស្រែកចោទឧត្តមសេនីយ៍បាទហើយគេថាលោកឧត្តមសេនីយ៍សុសតែនចំណងនេះនឹងដៃស្ដាំវាយខ្មែរក្រហមដៃឆ្វេងលក់ក្របឲ្យខ្មែរក្រហមតែសូមលោកសុសតែនឆ្លើយរឿងនេះក្នុងរឿងនេះមាននៅខាងបន្ទួលដែរខ្ញុំឆ្លងណាកសែតចុះពីរឿងហ្នឹងខ្ញុំហៅអាមេរិកខាងមកសួរខ្ញុំសួរវិញសួរកសែតនឹងផាណានទឹកច្រើនកសែតអាគាំងគួយណៃដូចទៅដៃជើងវិញជាងខ្ញុំណៃទៅស៊ើបអង្កត់កន្លែងហ្នឹងឲ្យខ្ញុំផងខ្ញុំស៊ើបអង្កត់របស់ខ្ញុំទៅរឿងរបស់ខ្ញុំពីព្រោះចេះពួកកុម្មុយនីសវាមានវិធីមួយដែលវាធ្វើហ្គេរ៉ាស៊ីវែស៊ីចម្បាំងដោយមធ្យោបាយមួយផ្សេងនយោបាយចិត្តសាស្ត្រផ្ទាល់ចិត្តសាស្ត្រនេះពាក្យនេះមិនត្រូវទីហ៊ាននៅទទួលដែរវាមាន
ជួលខ្មែរមកជួបជឿទាហានដែលគឺស្គាល់គឺលើកអីហ្នឹងមានអឹមសីវិញលក់អញមួយមកឲ្យប្រមាណចឹងទៅ2000បាទពេលខែគ្នា2000ហ្នឹងក៏ភ្លើងមួយ2000ហើយចូលមើលខ្លាំងក៏ភ្លើងមកគោហើយយកកំភ្លើងមកអត់នោះទៅបាត់ទៅអពុះខាងនោះទៀតអពុះនិយាយពីពុះទៅនេះយកស្អីមួយទៀតមានតែយើងអឹមស្អីមួយដែរ4000ឲ្យទៅលក់មិនដឹងយ៉ាងម៉េចអានេះជាជំងឺឃើញតែយើងលក់ហ្មងមិនដឹងយ៉ាងលក់អានោះបាញ់មកវិញដល់លក់ទៅវាគោវាយកទៅដល់សុខសៀមយកមិនកាំងបង្ហាញមកនៅសុខសៀមវានាំគ្នាសម្ភាសហាអាមេរិកកាំងមកមើលវាថានេះគេនេះណែទៅជួយឲ្យខ្មែរសិតតែកំភ្លើងរបស់ឯងទាំងអស់សិតកំភ្លើងឯងគឺកុំនេះណែចិនហ្មងធ្វើនឹងចិត្តកំភ្លើងណែទៅមកជួយឲ្យពួកអាខ្មែរពួកអាទីណានឹងគ្នាវាលក់នេះចិត្តផលធៀងណែមើលមិនលេខផលពួកណែស្អីម្ដងតែកំភ្លើង20 30អីចឹងទៅដើរប្រមូលឲ្យបានគ្រប់ហើយរ៉ាឌីយ៉ូក៏មានអីហើយតាំងហើយវាផ្សាយព្រឹកអាកាសែតនៅនេះលឿនជាងអីទាំងអស់ផ្សាយមុនគេទៀតដើម្បីនឹងវាបញ្ឈប់ច្បាំងនៅស្រុកយើងវាវត្តដែលក្នុងកុងក្រេសទៀតវត្តគ្នាវាគុំឲ្យជួយមកខ្មែរគឺបាត់ចង់ចាប់ប្រកាសប្រសាទលោកដល់ទៅចប់បន្តិចទៀតដល់ហើយរឿងហ្នឹងវាដឹងដល់ខ្ញុំដឹងក្រោយអាមេរិកថានេះមានកំភ្លើងយើងមែនប្រកបភ្លើងរបស់យើងប៉ុន្តែឯងគុំដូចថាគុំបែកគំនិតគួរក្បាលមកគិតអារឿងហ្នឹងតិចប្រយ័ត្នអាឡ័យតែគិតអានេះអានោះបាយយកទៀតតែតែនេះកណ្ដោះពីព្រោះវាពិបាកហើយបាទអារឿងនេះទុកឲ្យយើងខ្ញុំសម្រេចទៅការពារនៅកុងក្រេសនឹងនេះអត់បាទគឺតែកំភ្លើងនេះវាមានលួចទិញអាមួយលួចលក់ដើម្បីនឹងយកមកគ្រាន់តែធ្វើប្របាកង់សំអុយឲ្យហើយវាឈប់រវល់ហើយទីហ៊ានម្នាក់លក់បានតែម្ដងអត់ធ្វើមានបាត់ទៅចាប់ប្រសាទឧត្តមស្ដីដល់ទៀតការឆ្លើយនេះក៏វាជារឿងមួយបាទដែលសំណួរដែលខ្ញុំសួរឧត្តមស្ដីជារឿងពុករលួយផ្ទាល់នៃសាធារណរដ្ឋនៅស្របពីប្រទេសដែលមានឧត្តមបាទជាអ្នកដែលការថាលោកឧត្តមស្ដីសុស្តែជាដល់នេះនឹងដៃស្ដាំវាយខ្មែរហមដៃឆ្វេងលក់ក្របឲ្យខ្មែរហមហើយឧត្តមស្ដីសុស្តែនឹងជាមេពុករលួយមួយធំដាក់ទៅទីតាំងពី FSS ទៅហ៊ាននឹងទីឲ្យកំបាំងដងប្រិយាមួយយកលុយមកឲ្យឧត្តមស្ដីសូមអានេះខុសស្រឡះពលឹងនឹងឲ្យដែរបាទត្រង់នឹងខុសស្រឡះគឺគ្មានទេខ្ញុំបានលើកដៃមុននិយាយថានិយាយត្រង់ហើយខ្ញុំស្បត់នឹងមុខភ្លើងហើយនឹងលោកទាំងពីរនៅមុខនេះបើខ្ញុំបានធ្វើដូចគេចោទសូមឲ្យទេវតាបំផ្លាញខ្ញុំពេលខ្ញុំចេញពីនេះទៅទៀតមិនមែនចាំបាច់ទៅដល់ណាឆ្ងាយខ្ញុំមិនខ្លាចនឹងការយ៉ាងម៉ត់ចត់ជាទីបំផុតក្នុងរឿងលួចលុយ effective បាទនឹងធ្វើអាមេរិកកាំងគឺដឹងជាងយើងទៀតព្រោះអាមេរិកកាំងលោកនៅនេះធ្លាប់ដឹងរបៀបគេចាត់ការរបៀបគេធ្វើការគេមានមនុស្សទៅគំត្រូលរហូតដល់ខាងក្រមគេដឹងបាត់លុយគេមកប្តឹងខ្ញុំទៅទៀតថានៅប្រយ័ត្ននៅខាងបាត់ដំបងយករឿងមួយសិនគឺរឿងច្បាស់អញ្ចឹងមានសាក់4សាក់5ម្នាក់គឺកាន់ខាងលុយកាក់ដែលបើកប្រាក់ខែឲ្យទៀតអត់បានបើកឥឡូវយកលុយប្រមាណលានគាត់ទៅថៃនឹងរត់យិនខេនោះបានជួយ៉ាងខ្ញុំឃើញគាត់ខ្ញុំឲ្យបញ្ជាទៅក្នុងណាត់ចាក់យិនខេចាប់ពលបានចាំបានយកដាក់គុកបាទយកទៅដាក់ចូលក្នុងគុកហើយនឹងមកជឿយិនខេនឹងខ្ញុំយកមកបកសាក់ទៀតជាលើកទី1ហើយមុនគេយិនខេនេះ1សសខុននេះ2សិតទៅលួចអញ្ចឹងបាទលួចទាំងលៀនខ្ញុំយកមកជំរះធ្វើត្រីវិណៅមីទីតែខ្លួនឯងខ្ញុំជំរះក្តីខ្លួនឯងហើយខ្ញុំចុះទៅបកសាក់សាក់ពេញខ្លួនឯងអញ្ចឹងហ្នឹងហើយយកប្រជុំដាក់គុកបាទនេះខ្ញុំបានធ្វើ2នាក់តិចណាស់ក្នុងចំនួនវាច្រើនណាស់បាទប៉ុន្តែឲ្យជ្រាបថា
បានចាត់ចែងរឿងនឹងបានធ្វើហើយអាមេរិកក៏ជួយមើលទាំងតែក្នុងរឿងបើកប្រាក់ខែនៅកន្លែងទាំងពីរនឹងទាំងពីព្រោះដូមនេះបាទកន្លែងទៀតលោកកន្លែងទៀតលោកក្រមសេដូចជុំបានជម្រាបហើយពុករលួយផ្សេងទៅទៀតលឺចុះលឺឡើងវាទៅខ្ញុំទេដែលអ្នកពុករលួយហេតុដូច្នេះកាលដែលខ្ញុំចេញពីស្រុកគឺនឹងសំទោសទុកឲ្យពេលវេលាមួយដែលខ្ញុំត្រូវនិយាយរឿងនេះតិចដែរប៉ុន្តែឥឡូវនិយាយពីដល់ខ្ញុំចេញពីស្រុកទៅដល់ស្រុកបារាំងហើយទាំងអស់គ្នាជាពលរដ្ឋយើងដែលភៀសខ្លួនជន់ភ្លៀសខ្លួនដូចជាស្អប់ខ្ទុំខ្ញុំខឹងនឹងខ្ញុំថាមេពុករលួយមកដល់នឹងផែជាមិនដល់មួយឆ្នាំចិត្តទទួលដូចជាខ្ញុំមិនស្គាល់ឆ្លើយជាមួយអ្នកណាខ្ញុំអត់ត្រូវឆ្លើយជាមួយអ្នកណាថាខ្ញុំមិនស្គាល់នោះខ្ញុំពេលរំងខ្ញុំវាអញ្ចឹងអត់ប្រយោជន៍និយាយក៏គេមិនជឿដល់ខ្ញុំទៅដល់ស្រុកបារាំងមានបារាំងមេបងមកដល់ផ្ទះខ្ញុំទៀតហើយមានលុយកាក់ទេមើលចង់ដាក់ទៅបងស៊ុយខ្ញុំជួយណែយកទៅដាក់បងស៊ុយហើយយ៉ាងស្ងាត់ជាទីបំផុតគ្មាននរណាដឹងឮថាណែមានលុយដាក់ស៊ុយទៅបាទខ្ញុំថាសួរខ្ញុំអញ្ចឹងទាំងមួយទៀតខ្ញុំមានដាក់បងស៊ុយឲ្យលោកកណុនខ្ញុំដាក់ឲ្យបងស៊ុយឲ្យមិនចេញឈ្មោះខ្វាយច្រើនខ្ញុំថាអានឹងគេអ្នកមានគេមានលុយខ្ញុំអត់មានលុយពីអាទិត្យទៅ3អាទិត្យយ៉ាងយូរមកទៀតខ្ញុំអត់ផ្ទះនៅផ្ទះពូម៉ាក់ខ្ញុំបារាំងសាក់5រៀនសូត្រជាមួយគ្នានៅអេកូឡូវីមកនិយាយតដែលទៀតបើខ្ញុំនិយាយទៅវាមិនជឿខ្ញុំប្រាប់ថាលើឯងខ្ញុំកំពុងព្រួយចិត្តស្រុកខ្មែរដួលខ្ញុំអត់មានការធ្វើខ្ញុំយកប្រពន្ធកូនខ្ញុំមកដល់10នាក់នោះចាំមិនរស់ទេអាបារាំងពូម៉ាក់ខ្ញុំគាត់ថាទីឯងជួយវាដល់ទៅគឺអត់មានអីទេស្រុកថ្ងៃនៅជ្រុកផ្ទះខ្ញុំបាទឯងជួយរកការវាធ្វើផងបានហើយអានោះក៏វានឹកស្មានតែយើងនិយាយដាក់ផ្លែវាទៅអាពួកម៉ាក់ខ្ញុំឈ្មោះ Mare Colonel Mare វាជាចាងវាង formation professional ខាងដែល mechanic នៅអេត្រង់រេនៅស្រុកក្រៅបរទេសវាអំពុកផ្សេងខ្ញុំវាយកជួលខ្ញុំឲ្យទៅធ្វើការជាមួយវាបាទវាឲ្យប្រាក់ខែខ្ញុំមួយខែ 4000 ដល់ខ្ញុំទៅធ្វើការហ្នឹងព្រឹកព្រលឹមត្រូវជិះមេត្រូទៅឡើងពីមេត្រូទៅជិះប៊ីសទៅទៀតហើយបានទៅវារោដល់ធ្វើការសិតទៅជួបខាងទាហានគ្នាខ្ញុំពួកអីហ្នឹងខ្ញុំក៏ទៅធ្វើការវិញមានមួយថ្ងៃសិតទៅនាំគ្នាប្រហែលជា4-10នាក់មកផ្ទះខ្ញុំតែពេលគុណទៅធ្វើការមែនខ្ញុំធ្វើការលេងវិញចូលមើលផ្ទះខ្ញុំផ្ទះតូចណាស់នៅគ្នា10នាក់អត់សមបើខ្ញុំមានលុយខ្ញុំខ្លាចអីទៀតមកដល់ខ្ញុំខ្លាចអ្នកណាខ្ញុំមានលុយមិនក៏ខ្ញុំមិនហ៊ានទិញផ្ទះមិនក៏ខ្ញុំមិនទិញឡានជិះទៅរត់ទឹកត្រឹងឲ្យអីចឹងបាទខ្ញុំប្រាប់នាយទាហានទាំងអស់ហ្នឹងថាអស់លោកខ្ញុំមិននិយាយឲ្យលោកយូរលោកមិនក៏មិននិយាយឲ្យខ្ញុំយូរថ្ងៃនេះលោកមកសួរខ្ញុំអញ្ចឹងខ្ញុំជំរាបលោកផងថាខ្ញុំដូចលោកនឹងមកក្រដូចគ្នារឹតពួកនឹងខ្សែក្រវ៉ាត់នឹងដូចគ្នាដើម្បីកុំឲ្យឃ្លានពេកទូទានត្រូវចែកឲ្យកូនគោះខំបាយទៅកូនខ្ញុំនៅទូមិនទាន់ធ្វើចេញធ្វើការឲ្យបាននៅស្រុកនេះតែមិនធ្វើការ2នាក់មិនអាចចិញ្ចឹមក្នុងគ្រួសារយើងបានទេគាត់តែជីកប៉ាល់ហោះមកលើកនេះមកសុំទោសអស់លោកនិយាយមិនមែនដើម្បីនឹងស្អីទេក្រៅពីចង្អុលថាមកស្រុកនេះខ្ញុំរស់ដោយកម្លាំងញើសឈាមដៃរបស់ខ្ញុំក្នុងគ្រួសារខ្ញុំមកនេះខ្ញុំទិញសបុតកប៉ាល់ហោះមកសួរប្អូនខ្ញុំទិញអាថោកអស់ពីចិត្តហើយគេដាក់សបុតពីដើមកប៉ាល់ហោះឯទៀតកុំបាញ់ទៀតលក់ស្ទល់តែ4000អាលេរទូ4000ហ្វ្រង់អានេះទិញតែ2300ទេខ្ញុំទិញអាហ្នឹងមើលឥឡូវនេះដល់ថ្ងៃខានស្អែកហើយខ្មោចប្អូនខ្ញុំនេះខ្ញុំអត់បាននៅផងព្រោះកប៉ាល់ជឿសបុតវល់ហោះត្រូវទៅវិញថ្ងៃសៅរ៍ថ្ងៃសុក្រនេះ
បើខ្ញុំមានលុយខ្ញុំនៅថែមទៀតហើយ លោកដល់ចំនួនសាធារណរដ្ឋកងពលតូចលេខ22ជាកងពលមួយបានបាញ់រត់ក្រោះរបស់យៈកងមុនគេបង្អស់ក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋខ្មែរ បាទនៅស្រីរៀង នៅកំពង់ត្បែក នៅកំពង់ត្បែកនឹង គឺអ្នកអស់ទៅនឹងគេយល់ឃើញថាប្រហែលជាគេបានរេកំប៉ងស្អីមួយបានមេដៃអីមួយដូចនៃការឧត្តមសេនីយ៍យល់ឃើញយ៉ាងចំណុចតែទីបំផុតលោកឧត្តមសេនីយ៍ Suspend Fernandez បាន dissuade គេថារំលាយកងពល22ដោយគ្មានបញ្ជាពីសេនាប្រមុខលោកនរតើរឿងនោះពិតទេ រឿងហ្នឹង ហេតុអីបានលោកឧត្តមសេនីយ៍ dissuade កងពល22មួយតាទេដោយគ្នាតាប៉ាប់តាប៉ាយទៅរត់ចូលនឹងកងពលនេះកងពលនោះ រឿងនេះ ជារឿងអី រឿងនេះបើមានប្រសាសន៍នឹងប្រមាណមកវាយូរឆ្នាំដែរខ្ញុំ មិនចាំ ដូចជាមិនចាំទេប៉ុន្តែរឿងឌីស៊ូតកងពលជាច្រើនខ្ញុំមានឌីស៊ូតមែន ដោយគ្មាន ខ្ញុំឲ្យបញ្ជា បាទមិន ទេ តាម ពីព្រោះអានេះជាសិទ្ធិរបស់ខ្ញុំដែលជាមេបញ្ជាអគ្គមេបញ្ជាក្នុងកងទ័ពជាតិយើងពីព្រោះកងពលទាំងអស់ត្រូវមានកម្រិត effective ប៉ុន្មានបាត់យងត្រូវមាន500បើគេឲ្យចុះដោយសារមាន blessing មានស្លាប់មានអីរត់ចោលជួអីឲ្យចុះនៅត្រឹម400ហើយណាស់ក៏ឲ្យទៅនៅមាន350បានចេញច្បាំងមានលទ្ធភាពដល់យូរទៅកងពលអស់ហ្នឹងមិនមែនគាត់លួចឲ្យគេទីរបៀបហ្នឹងទេវាណាស់តែគេរត់ចោលជួបើនៅពី500សិតទៅនៅសល់400ចំគ្រប់គ្នារួចអស់ពី400ឡើង350សិននឹងគ្រប់គ្នាវាយមួយជីចូលទៅឃើញសិត400ដើម្បីបើកខែទាហានយើងថាបើអញ្ចឹងអេតាម៉ាዦសេនរ៉ាគិតទៅគេសួរយោបល់ខ្ញុំថាអត់អីហួសពីឌីស៊ូតកងទ័ពទី1កងទី2ចូលគ្នាបានឡើង5ម៉ោងវិញដដែលឌីស៊ូតអាឌីស៊ូតនឹងមានគេចូលចិត្តមានគេសອບបាច់ច្រើនពីព្រោះមេគេអត់បានលុយចាយទៀតអាត្រង់នឹងមានតែដឹងធ្វើសឹកក្រែងខ្ញុំមេទ័ពខ្ញុំទៅប្រាប់គេខ្ញុំឌីស៊ូត10បាត់ទៅយងហើយអីណាបានហើយយើងកុំបាញ់ងាប់ថាចឹងអានេះអស់មនុស្សហើយ strategic គឺមកខ្ញុំត្រូវលាក់អត់ឲ្យអ្នកណាដឹងសុខចិត្តឲ្យពួកនឹងដើរនិយាយពីពេញនឹងចុះប៉ុន្តែតែក្រមពីកម្រិត400ចុះមកហើយគឺតាមិនស្រួលហើយលុបចោល5បាត់យងទៅក៏អត់ខាតអីពីព្រោះគ្មានចំនួនមនុស្សអត់ទៅធ្វើការបានគ្រប់5បាត់យងនៃកម្លាំងដល់លុប5បាត់យងចោលយក5បាត់យងមិនចោលទេណាយកទៅចូលជាមួយបាត់យងឯទៀតទៅបូកជាមួយបាត់យងឯទៀតកើតឡើងវិញដដែលគ្រាន់តែអ្នកធ្វើមេប្រហែលជាមិនបានធ្វើមេមើលទៅបានជាខឹងពួកបាត់យងឯងកំពុងតែស្រួលគាត់យកទៅនេះទៅសុខដល់ម្ល៉េះហើយសូមជម្រាបថាពេលណាយើងធ្វើការដែលប៉ះពាល់ទៅលើអន្តរេប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកដឹកនាំម្នាក់គេអាចបុគ្គលគេអាចខឹងយើងប៉ុន្តែបើយើងធ្វើឲ្យសម្រាប់អន្តរេជាតិសម្រាប់អន្តរេនគរហើយនឹងកងទ័ពខ្ញុំដេកដូចជាលក់ស្រួលចឹងមានមិនភឹកភ័យចឹងមានន័យថាតើលោកឧត្តមសេនីយ៍ Suspend Fernandez មានពុករលួយខ្លួនឯងខ្លះអាពុករលួយខ្លួនដើម្បីរស់លោកឃើញស្រាប់ដូចខ្ញុំនិយាយមិញសម្រាប់ការពារបាត់ទៅហើយបើខ្ញុំពុករលួយខ្ញុំមកស្រុកបារាំងមិនលកេលកូតដូចវាទៅលេងអញ្ចឹងទេយកបងខ្ញុំក៏នៅប្រាប់បងនៅភ្នំពេញចំនួននឹងខ្ញុំធ្វើធំខ្ញុំថានេះវារេទៅចូលបងថាឲ្យខ្ញុំសុខប្រាំងទៅតែកដាស់មកស្លឹកប្រហែលលានទៅមកចូលមកដល់ដែរព្រោះរឿងអីខ្ញុំក៏ល្ងងចោលមកទៀតឲ្យប្រើកូនទាហានលើកសាក់កដោលុយយកមករហូតដល់ហ្នឹងថ្ងៃនេះគឺថ្ងៃសំណាងរបស់ឧត្តមសេនីយ៍មួយដែលបាននិយាយនៅកញ្ចក់ទូទស្សន៍ឲ្យបងប្អូនជនរួមជាតិយល់ពីការពុករលួយដែលគេចោទដាក់គេចោទនេះជាសំណាងមួយដែរព្រោះខ្ញុំអត់បានដោះស្រាយផងបាទ